banនេះជាកុំព្យូទ័ររបស់ខ្ញុំផ្ទាល់ហើយវាមានបញ្ហាបាត់ Wi-Fi នេះបាទបាត់ Wi-Fi ទៅមិនអត់ស្គាល់ password ទេណាបាទវាបញ្ហាហ្នឹងភាគច្រើនកើតទៅលើ Windows 11ខ្ញុំឆ្ងល់ក្រុមហ៊ុនដែល Microsoft ដែរ Windows 10ល្អប្រើអីឡើងមក11អា11នេះទិញម៉ោងហើយអត់ឡើងដល់12នៅដែរណាបាទគឺ Windows ភាគច្រើនគឺមានបញ្ហាអញ្ចឹងបាទយើងអាចយកមកក្នុង device នេះមកសេមកថា device manager បាទសេចេញប៉ុណ្ណឹងមកចុចលើហ្នឹងមកយើងទៅមើល chip Wi-Fi វាបាទតែប៉ុន្តែ Wi-Fi ប្រើរាល់ថ្ងៃទៅថ្ងៃហ្នឹងវាទៅនឹកឃើញថាវាអត់ស្គាល់គ្នាបាទរត់ដល់វាស្គាល់នេះទៅបាទអញ្ចឹងចូលមកក្នុងហ្នឹងមកហើយចូលបកលីពាក្យថា update បាទ update បាទយើងយក browse ហើយយើងយកកន្លែងមក let skip មកអញ្ចឹងយើងឃើញវាមានដល់13តែប៉ុន្តែ Windows វានឹងលេលើបាទវា update driver មកវាអត់សួរគេទេបាទអត់មើលគេទេអញ្ចឹង3ហ្នឹងយើងអាចតេស្តមកម្ដងមួយមកថាវាដំណើរការមួយណាអញ្ចឹងដល់ហើយយើងយកក្រោមពេលផុតបាទអញ្ចឹងយើង install វាមកបាទបន្ទាប់ហើយបាទយើងត្រូវការrestart computer បាទឥឡូវមិនបាច់ restart ស្គាល់បាត់ហើយបាទឃើញវាលេលើអញ្ចឹងបាទបាទមេរៀនហ្នឹងមានប៉ុណ្ណឹងខ្ញុំដោយសារខ្ញុំជួបច្រើនដងខ្ញុំធ្វើច្រើនដងខ្ញុំដឹង